ជំរាបសួរខ្ញុំបាទឈ្មោះសូនខ្លីថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីជីវិតពិតរបស់ខ្ញុំដែលជាជនមានពិការភាពតាំងពីកំណើតមកម្ល៉េះខ្ញុំមិនចោះចាញ់នឹងព្រេងវាសនាដែលកំណត់ឲ្យមកនោះទេទោះបីជាកើតមកមានពិការភាពជាប់កាយក៏ដោយក៏ខ្ញុំនៅតែខិតខំព្យាយាមក្នុងការសិក្សាព្រោះខ្ញុំគិតថាមានតែការសិក្សាទេទើបធ្វើឲ្យជីវិតរបស់ខ្ញុំស្រស់បំព្រងខ្ញុំមានស្រុកកំណើតនៅឯខេត្តតាកែវមានបងប្អូនចំនួន7នាក់ហើយខ្ញុំជាកូនទី5នៃគ្រួសារដោយសារតែការខិតខំប្រឹងប្រែងតស៊ូមិនបោះបង់ក្នុងការសិក្សាខ្ញុំក៏អាចបន្តការសិក្សាទទួលបានឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចូលរៀននៅសាកលវិទ្យាល័យកម្ពុជា